សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ដែលបានចូលមកកាន់ Channel របស់យើងខ្ញុំសូមអរគុណសម្រាប់ការចុច Like និងដាក់សញ្ញាកណ្ដឹងរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរហើយរឿងរ៉ាវមួយនេះគឺជារឿងរ៉ាវមួយដែលប្រជាជនតែងតែដំណាលតគ្នាពីមាត់មួយទៅមាត់មួយ Admin មិនហ៊ានថាវាជារឿងពិតឬប្រឌិតនោះទេដូច្នេះសូមប្រិយមិត្តមេត្តាសន្តាប់សាច់រឿងនេះហើយពិចារណាតាមការគួរឬសន្តាប់ទុកគ្រាន់តែជាការកែកម្សាន្តទៅក៏បានដែរតោះដើម្បីកុំឲ្យខាតពេលវេលាយូរដូច្នេះយើងទៅទស្សនាសន្តាប់សាច់រឿងជាមួយគ្នាទាំងអស់គ្នាដូចតទៅកាលពីព្រេងនាយមានគេដំណើរតគ្នាពីមាត់មួយទៅមាត់មួយនិយាយអំពីភូមិតូចមួយដែលស្ថិតនៅតាមជួរដងភ្នំក្រវាញដែលជួរភ្នំនេះលាតសន្ធឹងពីខេត្តបៃលិនរហូតទៅដល់ខេត្តកំពតស្របតាមបណ្ដោយឆ្នេរសមុទ្រដែលសម្បូរទៅដោយជួរភ្នំវែងៗហើយនៅមានព្រៃក្រាស់ៗដែលភូមិមួយនោះគឺស្ថិតនៅកណ្ដាលព្រៃដ៏សែនជ្រៅហើយដ៏សែនស្ងប់ស្ងាត់ផងដែរហើយគេដឹងថានៅក្នុងភូមិមួយនោះមានបរិសម្នាក់ឈ្មោះថាព្រានថេនគាត់គឺជាបរិសវ័យអាយុ50ឆ្នាំប្លាយទៅហើយគាត់មានរាងកាយមាំមួនប្រជាជននៅក្នុងភូមិនោះគេល្បីឈ្មោះគាត់ថាជាអ្នកដែលមានជំនាញយ៉ាងស្ទាត់នៅក្នុងការប្រមាញ់សត្វព្រៃមិនតែប៉ុណ្ណោះគាត់ក៏ចេះខាងសិលសាស្ត្រវេទមន្តបុរាណថែមទៀតផងព្រានថេនគាត់បានសិក្សាវិជ្ជាវេទមន្តអាគមនេះតាំងតែពីក្មេងមកម្ល៉េះពីគ្រូសច្ចាំងបងបត់ម្នាក់ដែលលោកគ្រូចាស់ម្នាក់នោះគាត់គឺជាអ្នកសច្ចាំងដែលរស់នៅក្នុងព្រៃដ៏សែនជ្រៅនៅលើជួរភ្នំក្រវាញនោះហើយវិជ្ជាដែលព្រានថេនបានរៀនពីលោកតាសច្ចាំងម្នាក់នោះមានដូចជាវិជ្ជាវេទមន្តហៅសត្វវិជ្ជាវេទមន្តបង្ក្រាបវិញ្ញាណនិងវិជ្ជាចងព្រៃដើម្បីកុំឲ្យវង្វេងព្រៃជាដើមមិនតែប៉ុណ្ណោះព្រានថេនគាត់អាចធ្វើឲ្យអ្នករួមដំណើរជាមួយគាត់ដើរព្រៃបានពេញមួយថ្ងៃទាំងមិនមានការធុញទ្រាន់ហើយចូលព្រៃលើកនេះមិត្តរួមដំណើររបស់ព្រានថេនគឺព្រានដែនដែលគាត់គឺជាបរិសវ័យជាង30ឆ្នាំហើយគាត់ជាកូនសិស្សចំណិតរបស់ព្រានថេនហើយព្រានដែននេះគាត់ក៏មានភាពស្ទាត់ជំនាញក្នុងការប្រមាញ់សត្វព្រៃមិនចាញ់គ្រូរបស់គាត់ឡើយសូមបញ្ជាក់ថាព្រានព្រៃទាំងពីរនាក់នេះក្រៅតែអំពីការប្រមាញ់សត្វព្រៃពួកគេក៏ជាអ្នកជំនាញនេសាទព្រៃមួយរូបផងដែរនៅថ្ងៃមួយព្រានទាំងពីរនាក់កំពុងតែជួសជុលឧបករណ៍នេសាទត្រីរបស់គាត់នៅមុខផ្ទះស្រាប់តែរំពេចនោះក៏មានបរិសម្នាក់អាយុប្រហែលជា45ឆ្នាំមានឈ្មោះថាលោកសំរិទ្ធស្លៀកសម្លៀកបំពាក់ស្អាតបាតថែមទាំងមានកាន់កាបូបយួរមួយនៅក្នុងដៃដើរសម្ដៅមករកពួកគេទាំងពីរនាក់ដែលខាងក្នុងកាបូបនោះពោពេញទៅដោយលុយថ្មីស្រឡាំងនៅក្នុងនោះពេលដែលលោកសំរិទ្ធបានមកជួបព្រានទាំងពីរលោកសំរិទ្ធគាត់ក៏ចង់ឲ្យព្រានទាំងពីរនាក់នោះជួយនាំផ្លូវគាត់ចូលទៅក្នុងជ្រលងភ្នំមួយដែលស្ថិតនៅតាមជួរដងភ្នំក្រវាញដែលគេល្បីថាមានសិតតែព្រៃស្រោងក្រាស់ៗនិងសម្បូរសត្វព្រៃដើម្បីឲ្យគាត់បានស្ទង់មើលសត្វព្រៃនិងប្រមូលយកទិន្នន័យតាមបញ្ជារបស់មេរបស់គាត់ដែលបានបញ្ជាមកព្រោះមានគេល្បីថានៅទីនេះមានព្រៃអាថ៌កំបាំងនិងមានអាថ័ន្តថែមទៀតផងខណៈពេលនឹងដែរព្រានថេនគាត់សើចតិចហើយក៏លេចមើលទៅមុខលោកសំរិទ្ធដោយទឹកមុខស្ងៀមស្ងាត់មុនពេលដែលគាត់លើកចានទឹកឡើងមកផឹកហើយគាត់ឆ្លើយដោយសំឡេងមាំថាជ្រលងភ្នំមួយនោះមិនមែនជាកន្លែងដើរលេងនោះទេព្រោះនៅទីនោះមានអ្វីជាច្រើនដែលយើងនឹកស្មានមិនដល់ប្រសិនបើយើងចូលទៅជួនកាលក៏មិនប្រកាសថានឹងអាចចាកចេញត្រឡប់មកវិញផងក៏ថាបានប៉ុន្តែដោយសារតែព្រានថេនគាត់ត្រូវការលុយដើម្បីទិញមេគោមួយនិងមេពពែមួយហើយចំហាយក្លិនលុយរបស់លោកសំរិទ្ធម្នាក់នោះក៏ធំទៀតនោះដូច្នេះក៏បានធ្វើឲ្យព្រានថេនសម្រេចចិត្តយល់ព្រមជួយបរិសម្នាក់នោះទៅប៉ុន្តែគាត់ត្រូវមានលក្ខខណ្ឌថាត្រូវគោរពស្ដាប់តាមពាក្យសម្ដីរបស់គាត់គ្រប់ម៉ាត់នៅកំឡុងពេលដែលធ្វើដំណើរនៅក្នុងព្រៃហាមធ្វើអ្វីដែលចិត្តឯងឲ្យសោះក្រោយពីនិយាយគ្នាដឹងការអស់ហើយ
ពួកគេទាំង3នាក់ក៏បែកផ្លូវគ្នារៀងៗខ្លួនដោយរងចាំថ្ងៃស្អែកពួកគេនឹងចេញដំណើរចូលទៅក្នុងព្រៃទាំងអស់គ្នាលុះព្រឹកស្អែកឡើងហើយថ្ងៃដែលធ្វើដំណើរក៏បានមកដល់នៅប្រហែលជាខ្ទង់ម៉ោង 1:36 នាទីពួកគេទាំង3នាក់ក៏រៀបចំសម្ភារៈមានដូចជាស្បៀងអាហារនិងសម្ភារៈប្រើប្រាស់ខ្លះៗដែលចាំបាច់នឹងតង់អីជាដើមនឹងដោយស្ពាយនៅនឹងខ្នងរបស់លោកសំរិទ្ធហើយពួកគេក៏បានធ្វើដំណើរដោយដើរតាមផ្លូវសម្ដៅចូលទៅក្នុងព្រៃដោយប្រុងប្រយ័ត្នខណៈពេលដែលកំពុងដើរចូលទៅក្នុងព្រៃនោះក៏មានឮសូរសំឡេងសត្វកង្កែបយំសត្វបាសាបាសីហើរខ្វែងខ្វាត់នៅពីខាងលើពួកគេលាយឡំជាមួយនឹងសំឡេងខ្យល់បក់បោកត្រសៀកផាត់តាមដើមឈើតូចធំនៅពេលដែលពួកគេដើរបានមួយសន្ទុះធំពេលនោះព្រានថេនគាត់ក៏បានឈប់នៅក្បែរដើមឈើធំមួយដែលកន្លែងដើមឈើធំនោះគេតែងតែដំណាលថាជាផ្លូវនៃវិញ្ញាណអនាថាឆ្លងកាត់ព្រានថេនគាត់មិននៅស្ងៀមនោះទេដោយគាត់បានដកស្មៅដែលនៅជាយផ្លូវក្បែរនោះហើយនឹងខ្ចប់ជាមួយនឹងស្លឹកឈើមកសូត្រផ្លុំនៅនឹងមាត់របស់គាត់បន្ទាប់មកគាត់ក៏បោះស្មៅនឹងស្លឹកឈើទាំងនោះឡើងទៅលើអាកាសនៅពេលនោះដែរស្មៅនឹងស្លឹកឈើទាំងនោះបានហោះគួចជុំវិញជារង្វង់មួយសន្ទុះមុននឹងធ្លាក់ជ្រុះមកដល់ដីចំណែកឯព្រានដែនបានមើលទៅលោកគ្រូដែលកំពុងធ្វើពិធីដោយយកចិត្តទុកដាក់បន្ទាប់មកព្រានថេនគាត់ក៏ងក់ក្បាលតិចហើយនិយាយថាវាកំពុងតែឈរនៅទីនោះដូច្នេះហើយពួកយើងកុំឈប់នៅទីនេះយូរពេកអីប្រញាប់ចាក់ចេញភ្លាមដើម្បីរកកន្លែងសម្រាកកុំឲ្យយប់ទាន់លុះពួកគេដើររហូតដល់ថ្ងៃល្ងាចពួកគេទាំង3នាក់ក៏រកបានកន្លែងដែលសមរម្យដើម្បីសម្រាកគឺនៅជាយខ្សែទឹកអូរតូចមួយពេលដែលពួកគេទាំង3នាក់រកកន្លែងសម្រាកបានហើយនោះព្រានដែនក៏រៀបចំបោះតង់ដើម្បីសម្រាកឯព្រានថេនគាត់ក៏រកកំណាត់ឈើងាប់ដើម្បីដុតជាភ្នក់ភ្លើងទុកចម្អិនសាច់ក្លិនផ្សែងហុយត្រឡូមលាយឡំនឹងក្លិនសាច់ជ្រូកព្រៃដែលបានធ្វើទុកមកតាំងតែពីព្រឹកមិញអ្វីនៅជុំវិញនឹងហាក់ដូចជាស្ងប់ស្ងាត់ខ្លាំងណាស់លុះដល់ពេលយប់ឡើងពេលពាក់កណ្ដាលអាធ្រាត្រនៃយប់ដំបូងនៅកណ្ដាលព្រៃឮតែសំឡេងទឹកហូររិចនៅពេលដែលស្ដាប់យូរទៅស្រាប់តែសំឡេងនោះហាក់ដូចស្រដៀងទៅនឹងសំឡេងស្ត្រីយំល្វើយផាត់មកតាមខ្យល់ពីចុងជ្រលងភ្នំមកអញ្ចឹងសំឡេងនោះផ្អែមប៉ុន្តែស្រួយស្រាលធ្វើឲ្យម្នាក់បាសរោមព្រឺសម្បុរខ្ញាក់ក្នុងពេជ្រនោះព្រានថេនគាត់ក៏ភ្ញាក់ឡើងអង្គុយយឺតចាប់យកកាំបិតដែលនៅក្បែរគាត់ព្រមទាំងលូកយករូបព្រះអង្គខ្មៅដែលគាត់តែងតែយកមកជាប់ខ្លួនជានិច្ចចេញពីក្នុងថង់យាមហើយសូត្រមន្តអាគមជាភាសាបុរាណខណៈពេលហ្នឹងព្រានដែនដែលជាកូនសិស្សក៏ភ្ញាក់ឡើងដែរទាំងមានអារម្មណ៍ផិតភ័យលោកគ្រូវាមកដល់ហើយព្រានដែនភ្ញាក់ហើយនិយាយទៅកាន់លោកគ្រូដោយទឹកមុខស្លេកស្លាំងគ្មានឈាមទាល់តែសោះថាវាមិនមែនជាសម្លេងខ្យល់ទេហើយក៏វាមិនមែនជាសម្លេងសត្វដែរលោកគ្រូតើវាជាសម្លេងអ្វីទៅព្រានថេនគាត់មិនឆ្លើយអ្វីទាំងអស់គ្រាន់តែលើករូបព្រះអង្គខ្មៅរបស់គាត់ឡើងទៅលើហើយសូត្រមន្តអាគមគាថាជាភាសាបុរាណស្រាប់តែរំពេចនោះសម្លេងយំនោះក៏បានស្ងប់ស្ងាត់ទៅវិញមួយផ្លែតតែជំនួសមកវិញជាសម្លេងជើងដើរមួយហាក់ដូចមាននរណាម្នាក់ដើរជន់លើស្លឹកឈើព័ទ្ធជុំវិញកន្លែងដែលពួកគេកំពុងស្នាក់អញ្ចឹងព្រានថេនក៏ក្រោកឈរឡើងហើយដុតធូប3សរសៃដោតទៅនឹងដីហើយនិយាយឡើងខ្លាំងថាខ្ញុំគ្រាន់តែជាអ្នកដំណើរឆ្លងកាត់តែប៉ុណ្ណោះនោះទេសូមអស់លោកអ្នកទាំងឡាយដែលថែរក្សានៅទីនេះសូមមេត្តាអនុញ្ញាតហើយបើកផ្លូវឲ្យពួកយើងខ្ញុំផងពេលនោះ
សំឡេងជើងដើរនោះក៏បាត់ទៅវិញភ្លាមបន្សល់ទុកតែសភាពស្ងប់ស្ងាត់របស់ព្រៃព្រឹក្សាបន្ទាប់មកពួកគេក៏នាំគ្នាគេងលំលក់យ៉ាងសុខសប្បាយដោយគ្មានអ្វីមករំខានទៀតឡើយរហូតទល់ភ្លឺលោកដល់ព្រឹកឡើងលោកសម្រិតក៏បានសួរទៅព្រានថេនទាំងទឹកមុខផិតភ័យថាយប់មិញមានរឿងអ្វីកើតឡើងខ្លះព្រានថេនគាត់គ្រាន់តែញញឹមនិងជ្រួញមាត់ហើយឆ្លើយថាខ្ញុំបានប្រមានហើយថាកុំចូលមកលេងឲ្យសោះវាមិនស្រួលដូចជាការគិតនោះទេបន្ទាប់មកអ្នកទាំង3ក៏បានចាប់ផ្ដើមធ្វើដំណើរបន្តចូលទៅក្នុងព្រៃជ្រៅជាងនឹងទៅទៀតហើយនៅពេលនោះឯងពួកគេក៏បានចាប់ផ្ដើមឃើញអ្វីៗដែលមិនធម្មតាបានលេចឡើងថែមមកទៀតដូចជាដានជើងសត្វអាកំបាំងដែលមានម្រាម6និងមានស្រមោលអាកំបាំងបានហោះពីក្រោយពួកគេទាំង3នាក់ដែលកំពុងដើរហើយសូម្បីតែដើមឈើក៏ហាក់ដូចអាចផ្លាស់ទីបានដោយខ្លួនឯងដែរនៅពេលយប់អ្នកទាំង3នាក់បានដើរមកដល់ស្ទឹងធំមួយដែលនៅក្បែរស្ទឹងនោះមានមុខរូងភ្នំខ្មៅងងឹតមួយដែលមិនដឹងថាមាននៅក្នុងផែនទីឬក៏អត់ព្រានថេនងាកមកមើលមុខព្រានដែននិងលោកសម្រិតហើយនិយាយថាបើយើងហ៊ានតែឈានជើងចូលទៅក្នុងរូងភ្នំមួយនោះវាច្បាស់ជានឹងផ្លាស់ប្ដូរជីវិតរបស់យើងអស់កលជានិច្ចហើយភ្នែកព្រានដែនមើលទៅមុខលោកគ្រូពោពេញដោយចម្ងល់ឯលោកសម្រិតវិញគ្រាន់តែលេបទឹកមាត់ក្អឹកហើយងាកក្បាលយ៉ាងយឺតមើលទៅក្នុងរូងភ្នំនោះពីចម្ងាយព្រានថេនបន្តទៀតថានេះហើយគឺជាចំណុចចាប់ផ្ដើមនៃការធ្វើដំណើរឆ្ពោះទៅកាន់ដែនដីអាកំបាំងក្នុងជ្រលងភ្នំអាឋាននេះដែលគ្មាននរណាម្នាក់ដឹងថាមានអ្វីកំពុងរងចាំយើងនៅខាងក្នុងនោះទេបន្ទាប់មកពួកគេទាំង3នាក់ក៏បោះតង់សម្រាកនៅមាត់ជ្រលងភ្នំនោះរងចាំដល់ថ្ងៃស្អែកទើបនាំគ្នាធ្វើដំណើរចូលទៅលុះដល់ព្រឹកឡើងអាកាសធាតុនៅក្បែរជ្រលងភ្នំនោះពោពេញទៅដោយផ្សែងអាប់ក្រាស់ព័ទ្ធជុំវិញហើយពន្លឺព្រះអាទិត្យក៏មិនភ្លឺចាំងចូលមកក្នុងល្អាងភ្នំនោះបានទេព្រោះរូងភ្នំនោះវែងជ្រៅខ្លាំងណាស់ដែលពោពេញទៅដោយផ្ទាំងថ្មធំរដេករដប់លើគ្នាហើយសើមទៅដោយសំណើមទឹកសន្សើមផ្កាព្រៃទោះបីជាព្រះអាទិត្យរះឡើងហើយជាច្រើនម៉ោងក៏ដោយក៏មិនអាចចាំងចូលទៅក្នុងរូងនោះបានឡើយព្រានថេនបានឈររេរានៅមុខរូងភ្នំអាឋាននោះដោយកាយវិការដៃស្ដាំកាន់ប្រងខ្មៅរបស់គាត់ដែលគាត់យកមកតាមខ្លួនជានិច្ចឯព្រានដែនកាន់កាំភ្លើងវែងជាប់នៅក្នុងដៃរហូតចំណែកឯលោកសម្រិតបានស្លៀកពាក់សម្លៀកបំពាក់ដើរព្រៃរួចជាស្រេចក៏ហាក់មានអារម្មណ៍ដូចមិនស្រួលនឹងផ្ទៃមុខរបស់គាត់ពោពេញទៅដោយភាពស្ទាក់ស្ទើរនិងភិតភ័យព្រានថេននិយាយដោយសំឡេងតិចថានេះមិនមែនជារូងភ្នំធម្មតានោះទេវាហាក់ដូចជាមានសំឡេងដង្ហើមអ្វីមួយដែលកំពុងរស់នៅខាងក្នុងនោះព្រានដែនងាកមើលជុំវិញឃើញព្រៃឈើធំទឹកស្ទឹងវែងនិងភ្នំខ្ពស់ស្រួចដែលហុំព័ទ្ធជុំវិញទាំងសងខាងធ្វើឲ្យរូងភ្នំនេះហាក់ដូចជាផ្លូវឆ្លងពីពិភពអាកំបាំងមកភពផែនដីដែលធម្មជាតិបានរៀបចំទុកឲ្យអញ្ចឹងព្រានដែនសួរដោយសំឡេងញ័រទៅកាន់លោកគ្រូថាលោកគ្រូតើយើងនឹងចូលទៅទេព្រានថេនឆ្លើយដោយសំឡេងស្ងៀមស្ងាត់ថាយើងមកឆ្ងាយពេកហើយមិនអាចថយក្រោយបានទេព្រានថេននិយាយដោយបោះជំហានយឺតដោយដៃម្ខាងកាន់ភ្លើងនៅក្នុងដៃដើម្បីឆ្លោះលើជញ្ជាំងរូងភ្នំបង្ហាញឲ្យឃើញស្នាមចរិតអាកំបាំងមួយដែលមើលទៅដូចជាធ្វើដោយមនុស្សយើងនោះទេប៉ុន្តែក៏មិនមែនជាអក្សរណាមួយដែលយើងអាចអានបាននោះដែរវាមានរាងជាពុតកោងដូចជាសត្វពស់វិលចូលគ្នាហើយនៅត្រង់កន្លែងខ្លះមានរាងដូចជាសត្វមានស្នែងនិងមានកន្ទុយវែងហួសពីធម្មតារំពេចនោះក៏មានសម្លេងដំណក់ទឹកធ្លាក់ពីលើពីដានរូងភ្នំបានធ្វើឲ្យអ្នកទាំង3ដើរចូលទៅក្នុងរូងភ្នំកាន់តែមានអារម្មណ៍គួរឲ្យភ័យខ្លាចថែមទៀតហើយលោកសម្រិតក៏បានព្យាយាមធ្វើកំណត់ហេតុដោយថតរូបនិងកត់ត្រា
ប៉ុន្តែភ្លាមនោះស្រាប់តែសំឡេងដូចជាថ្មកំពុងធ្លាក់ពីលើមកធ្វើឲ្យពួកគេស្ទុះឈប់ដើរទៅមុខព្រានថេនបានលើកដៃឡើងជាសញ្ញាឲ្យម្នាក់ឈប់ដោយនៅស្ងៀមកុំដើរទៅមុខឲ្យសោះបន្ទាប់មកគាត់ក៏យកដបប្រេងក្រអូបលាបទៅលើព្រះអង្គខ្មៅរបស់គាត់ដើម្បីធ្វើជាទឹកមន្តយកមកប្រោះព្រំជុំវិញខ្លួនអ្នកទាំង3យ៉ាងស្ងៀមស្ងាត់មុននឹងនិយាយដោយសំឡេងថាមានអ្វីមួយនៅខាងក្នុងនេះវាមិនមែនជាសត្វធម្មតានោះទេបន្ទាប់មកពួកគេក៏បានបន្តដំណើរចូលទៅជ្រៅទៀតរហូតដល់ឃើញប្រហោងធំមួយនៅកណ្ដាលរូងភ្នំសំឡេងខ្យល់ត្រជាក់បក់ចេញមកដូចជាមានដង្ហើមដោយខ្លួនឯងអញ្ចឹងព្រានថេនឈរនៅជាជញ្ជាំងខាងក្នុងនៃរូងភ្នំហើយប្រាប់ទៅអ្នកទាំងពីរទៀតថាកន្លែងនេះធ្លាប់ជាទីសក្ការៈរបស់អ្នកណាម្នាក់ឬអ្វីមួយពីមុនមកជាក់ជាមិនខានឡើយខណៈពេលដែលព្រានថេនគាត់និយាយស្រាប់តែមានសំឡេងអាក់កំបាំងមួយក៏លាន់លឺឡើងចេញពីចុងរូងភ្នំមកសំឡេងនោះមិនដូចជាសត្វណាមួយទេតែវាលាយឡំដោយសំឡេងធ្ងន់ល្វើយនឹងញ័រដល់ដើមទ្រូងសំឡេងខ្លាំងរៀលដាលធ្វើឲ្យព្រានដែនមានទឹកមុខស្លេកស្លាំងកំភ្លើងនៅក្នុងដៃក៏ញ័ររំពើកចំណែកឯលោកសំរិទ្ធវិញថយចូលជ្រកក្បែរជញ្ជាំងរូងភ្នំដោយមានអារម្មណ៍រន្ធត់ឥតឈប់ឈរព្រានថេននៅស្ងៀមគាត់បិទភ្នែកដកដង្ហើមវែងហើយនិយាយដោយសំឡេងផិតភ័យថាវាភ្ញាក់ហើយព្រានដែនសួរដោយសំឡេងញ័រទៅលោកគ្រូថាវាជាអ្វីឲ្យពិតប្រាកដលោកគ្រូព្រានថេនឆ្លើយវិញថាវាជាអ្វីមួយដែលត្រូវបានខាត់ទុកដោយអាគមគាថាបុរាណពីអ្នកស្រុកដើមខណៈដែលគាត់យកព្រះអង្គខ្មៅរបស់គាត់ចេញពីក្នុងថង់មកគាត់យកកំបិតដែកដងឈើដែលមានចារដោយមុនអាគមគាថានិងដបទឹកមុនហើយឲ្យទៅព្រានដែនកាន់ព្រានថេនប្រាប់ទៅព្រានដែនថាមិនថាអ្វីក៏ដោយកុំបាញ់វាចដាច់ខាតប្រើកំបិតនេះវិញហើយកុំឲ្យឈាមវាធ្លាក់ដល់ដីនៅក្នុងរូងភ្នំនេះឲ្យសោះបើមិនដូច្នោះទេយើងនឹងមិនអាចចាក់ចេញពីទីនេះបានឡើយរំពេចនោះសំឡេងដូចជាជំហានយក្សអូសជន់លើថ្មធ្ងន់លាន់លឺមកដល់ពេលនោះដែរលោកសំរិទ្ធក៏របូតពិលចេញពីដៃហាក់ដូចបានឃើញអ្វីមួយកំពុងរំកិលនៅក្នុងស្រមោលនៃប្រហោងរូងភ្នំមួយនោះវាខ្ពស់ជាងមនុស្សហើយមានរាងដូចអ្វីមិនដឹងនោះទេស្រមោលដែលកោងហាក់ដូចជាស្នែងនិងរោមរលាយដោយអណ្ដាតភ្លើងដែលគ្មានប្រភពដើមទល់តែសោះព្រានថេនស្រែកទៅប្រាប់លោកសំរិទ្ធថាវាមិនមែនខ្មោចនោះទេតែវាគឺជាអសូរកាយដែលចាំការពារផ្លូវទៅកាន់ដែនដីអាកំបាំងវាគ្រាន់តែជាអ្នកយាមទ្វារមួយក្នុងចំណោមអ្នកថែរក្សាទាំងអស់នៃដែនដីអាកំបាំងនៃចរឡងភ្នំមួយនេះព្រានដែនដើរយឺតមកឈរក្បែរលោកគ្រូរបស់គាត់សត្វអសូរកាយនោះកំពុងដើរចូលមកជិតដល់ហើយភ្នែកទាំងពីររបស់វាកំពុងតែសម្លឹងមើលទៅចរឡងងងឹតនៃប្រហោងភ្នំនោះមុនពេលដែលរូបរាងរបស់វាលេចចេញមកក្រោមពន្លឺភ្លើងពិលរបស់លោកសំរិទ្ធនោះវាមានរាងកាយពាក់កណ្ដាលជាមនុស្សនិងពាក់កណ្ដាលជាសត្វស្បែកខ្មៅដូចធ្យូងឈើលេចធ្មេញចង្កូមពីរដ៏មុតស្រួចចេញពីមាត់វាភ្នែកពណ៌លឿងភ្លឺសម្លឹងមើលមកអ្នកទាំង3នោះដង្ហើមរបស់វាក្តៅដូចភ្លើងសំឡេងក្រហមនៅក្នុងបំពង់កវាដូចជាសំឡេងភ្នំដួលរលំអញ្ចឹងព្រានថេនលើកដៃស្ដាំឡើងប្រណម្យនិងសូត្រមន្តអាគមគាថាជាភាសាបុរាណដែលគ្មាននរណាម្នាក់ធ្លាប់ឮពីមុនមកសំឡេងក្រហមនោះលាន់គងរំពងចេញពីរូងភ្នំព្រានថេនគាត់ក៏បានបោះព្រះអង្គខ្មៅរបស់គាត់ទៅកណ្ដាលប្រហោងនៃរូងភ្នំហើយផ្សែងពណ៌ស្វាយក៏ផុសឡើងចេញមកភ្លាមភាយដោយក្លិនក្រអូបព័ទ្ធជុំវិញគ្របដណ្ដប់ទៅដោយអានុភាពនៃវត្ថុស័ក្តិសិទ្ធិរបស់ព្រានថេនអសូរកាយនោះក៏ថយក្រោយមួយជំហានមុននឹងស្រែកខ្លាំងហើយវាយប្រហារមកព្រានដែនមិនរងចាំយូរទេគាត់ក៏យកកំបិតដែលលោកគ្រូឲ្យចាក់ចូលទៅក្នុងជើងរបស់អសូរកាយនោះស្រាប់តែអសូរកាយនោះស្រែកខ្លាំងម្ដងទៀតឈាមខ្មៅក្រឹបច្រាលហូរចេញដូចជាប្រេងក្តៅភ្លាមនោះព្រានថេនប្រញាប់រុះរាន់យកក្រណាត់ទៅទប់បិទកុំឲ្យដំណក់ឈាមរបស់វាធ្លាក់មកដល់ដីចំណែកលោកសំរិទ្ធគាត់ភ័យស្លន់ស្លោដោយមិនដែលឃើញសត្វអ្វីមិនដឹងទេមនុស្សមិនចំមនុស្សបិសាចមិនចំបិសាចរហូតដល់សន្លប់ប៉ុន្តែទោះបីជាគាត់សន្លប់ក៏ពិតមែនតែឧបករណ៍ថតសម្លេងដែលនៅជាប់ចង្កេះរបស់គាត់ក៏នៅតែបន្តថតសម្លេងរាល់ហេតុការណ៍ទាំងអស់នៅក្នុងរូងភ្នំនោះ
សង្គ្រាមខ្លីៗនៅក្នុងរូងភ្នំនេះកើតឡើងមិនដល់3នាទីផងទេព្រានថេនបានសូត្រមន្តអាគមគាថាមួយមេទៀតរួមជាមួយកំបិតដងឈើដែលមានចាទៅដល់អឋានចាក់ទម្លុះទៅលើដើមទ្រូងរបស់អសូរកាយនោះភ្លាមនោះសំលេងសម្រែកចុងក្រោយឡើងក៏ក្រឹកកងរំពងរហូតលាន់ឮធ្វើឲ្យរូងភ្នំនោះញាប់ញ័ររង្គើមុនពេលដែលរូបរាងរបស់អសូរកាយនោះคล้ายទៅជាផ្សែងខ្មៅហើយបាត់ទៅជាមួយនឹងខ្យល់បន្ទាប់មកស្ថានភាពនៅក្នុងរូងភ្នំក៏មានភាពស្ងប់ស្ងាត់ឡើងវិញម្ដងទៀតព្រានថេនគាត់អង្គុយនៅលើដីញើសហូរពេញមុខដៃរបស់គាត់រៀងញាប់ញ័របន្តិចហើយបាននិយាយថាផ្លូវទៅកាន់ទីក្រុងអាកំបាំងត្រូវបានបើកហើយលោកសំរិទ្ធក៏បានដើរមកអង្គុយជិតគាត់ហើយសភាពភ័យអស់កម្លាំងកំហែងក្នុងខ្លួនហើយបាននិយាយជាមួយព្រានថេនថានេះគឺជាអ្វីដែលមនុស្សបុរាណបានថែរក្សាទុកមែនទេព្រានថេនងក់ក្បាលឆ្លើយនិយាយតថាហើយនៅមានច្រើនទៀតច្រើនដំណាក់កាលខ្លាំងណាស់ចំណែកព្រានដែននៅកំពុងងាកមើលទៅក្នុងប្រហោងរូងភ្នំដែលមានអសូរកាយបង្ហាញខ្លួនអំបញ្ញមិញហើយសួរទៅលោកគ្រូថាតើយើងនឹងបន្តទៅមុខទៀតមែនទេលោកគ្រូព្រានថេននៅស្ងៀមមួយសន្ទុះមុននឹងឆ្លើយដោយសំឡេងប្រកបក្នុងចិត្តថាមែនហើយយើងនឹងបន្តដំណើរទៅមុខទៀតប៉ុន្តែពីពេលនេះតទៅវានឹងគ្រោះថ្នាក់ជាងនឹងទៅទៀតពេលនេះយើងបានមកដល់ដែនដីដែលហាមឃាត់ដោយវិញ្ញាណនិងសត្វទេវកថាហើយបើចិត្តមិនមាំមួននោះទេមិនគួរដើរចូលទៅក្នុងកន្លែងនោះឡើយពេលនោះលោកសំរិទ្ធមើលមុខព្រានថេនដោយទឹកមុខភ័យលាយនឹងភាពក្លាហានហើយនិយាយទៅកាន់ព្រានថេនថាខ្ញុំនឹងទៅជាមួយអ្នកខ្ញុំពឹងអ្នកមកនេះមិនមែនមកដើម្បីបរបាញ់សត្វនោះទេខ្ញុំមកទីនេះក៏ដើម្បីស្វែងរកភាពអាកំបាំងនៃដែនដីមួយនេះដែរព្រានថេនសម្លឹងមើលមុខលោកសំរិទ្ធដោយស្ងៀមស្ងាត់បន្ទាប់មកនិយាយថាបើដូច្នេះត្រៀមខ្លួនឲ្យរួចរាល់ទៅយប់នេះយើងមិននៅក្នុងរូងភ្នំនេះទៀតទេបន្ទាប់មកពួកគេទាំង3នាក់ក៏បានចាក់ចេញពីរូងភ្នំនេះនៅល្ងាចនឹងតែម្ដងពួកគេទាំង3នាក់ដើរក្រោមពន្លឺព្រះអាទិត្យពណ៌មាសដែលកំពុងជះពន្លឺមករៀលឆ្លងកាត់ចន្លងភ្នំហើយមានសម្លេងសត្វស្លាបយំនៅកណ្ដាលព្រៃឮឡើងកងរំពងវិញដូចជាធម្មជាតិកំពុងឆ្លើយតបទៅនឹងការដែលពួកគេទាំង3នាក់បានឆ្លងកាត់ដំណាក់កាលដំបូងដោយជោគជ័យហើយប៉ុន្តែពួកគេទាំង3នាក់មិនបានដឹងខ្លួនថាពួកគេកំពុងមានអ្វីដែលតាមសម្លឹងមើលពួកគេជានិច្ចនោះទេហើយពន្លឺព្រះអាទិត្យពណ៌មាសបានជះពន្លឺក្រោយចន្លងភ្នំបំភ្លឺព្រៃទាំងមូលឲ្យคล้ายជាពណ៌មាសសំឡេងសត្វមរគីមរគាដែលធ្លាប់តែយំនៅពេលយប់ក៏បែរជាមកយំនៅពេលថ្ងៃជំនួសវិញពេលនោះពួកគេទាំង3នាក់ដើរឃ្លាតឆ្ងាយពីរូងភ្នំអសូរកាយនោះរៀងឆ្ងាយណាស់ហើយដែរពួកគេដើរតាមចន្លងភ្នំតូចមួយដែលហាក់ដូចជាគ្មាននរណាម្នាក់ធ្លាប់បានមកដល់ទីនេះជាច្រើនឆ្នាំមកហើយព្រានដែនពេលឃើញសភាពជុំវិញកាន់តែងងឹតទៅគាត់ក៏សួរទៅលោកគ្រូគាត់ថាយើងនឹងទៅណាទៀតលោកគ្រូព្រានថេនឆ្លើយវិញថាយើងនឹងទៅឈប់សម្រាកនៅឯហុំខ្យល់មួយកន្លែងវាជាចន្លងភ្នំតូចមួយដែលខ្យល់តែងតែមានខ្យល់បក់ខ្លាំងជានិច្ចបើយើងស្នាក់នៅទីកន្លែងនោះពួកយើងនឹងមានសុវត្ថិភាពពីវិញ្ញាណដែលរក្សាព្រៃលោកសំរិទ្ធនិយាយដោយសំឡេងស្រាលថាស្ដាប់ទៅហុំខ្យល់នោះហាក់ដូចជាមិនគួរឲ្យជឿជាក់សោះព្រានថេនសើចតិចបើអ្នកដឹងឈ្មោះពិតរបស់វាអ្នកច្បាស់ជាភ័យឡើងលិចនោមជាក់ជាមិនខានឡើយហើយឈ្មោះពិតប្រាកដរបស់ហុំខ្យល់នោះឈ្មោះថាហុំខាំឆ្អឹងបើបានឮឈ្មោះនេះហើយប្រហែលជាមិនមាននរណាហ៊ានតាមមកនោះទេក្រោយពីដើរកាត់ព្រៃជ្រៅអស់ជាង1ម៉ោងហើយពួកគេក៏បានមកដល់កន្លែងដែលព្រានថេនថានោះគឺហុំខ្យល់វាជាចន្លងភ្នំតូចមួយដែលព័ទ្ធជុំវិញទៅដោយដើមឈើធំខ្ពស់ត្រឈឹងត្រឈៃហើយមានវាលស្មៅបក់បោកតាមខ្យល់ដែលបក់ចេញមកពីរន្ធថ្មក្រោមដីលោកសំរិទ្ធសួរដោយមិនច្បាស់ក្នុងចិត្តថាតើនេះជាសុវត្ថិភាពអ្វីទៅដែលប្រើក្លិនដើម្បីស្វែងរកជនរងគ្រោះបែបនេះព្រានថេនឆ្លើយបើយើងនៅលើខ្យល់នោះមិនធ្វើឲ្យយើងជះក្លិនទៅក្រោមខ្យល់បានទេ
ហើយបើមានវិញ្ញាណដែលតាមមកតាមសម្លេងរបស់យើងនោះវាគឺជារឿងផ្សេងបន្ទាប់ពីដុតភ្លើងនិងតាំងជំរុំតង់រួចមកព្រានដែនសុកចិត្តចាប់យកវេនយាមមុនគេខណៈពីរនាក់ទៀតសម្រាប់មិនយូរប៉ុន្មានព្រានដែនគាត់ក៏ភ្ញាក់ស្ទុះងើបក្រោកឈរឡើងដោយសារតែគាត់បានឮសំឡេងដូចជាមានក្មេងកំពុងសើចខ្លាំងៗពីក្រោយកំពូតព្រៃពេលនោះព្រានដែនងាកមើលភ្លាមហើយស្រែកថានរណានៅទីនោះឆាប់ចេញមកភ្លាមពេលនោះសំឡេងសើចក៏បាត់ភ្លាមមួយរំពេចគាត់យកពិលបញ្ចាំងឆ្លុះទៅកន្លែងដែលបានឮសំឡេងនោះប៉ុន្តែគ្មានអ្វីក្រៅពីស្លឹកឈើហោះរេរាពេញខ្យល់នោះទេភ្លាមនោះព្រានថេនគាត់ក៏បានបើកភ្នែកហាក់ដូចជាបានដឹងដោយសារសភាពញៀនរបស់គាត់ចាប់យកកំបិតហើយដើរមកឈរជិតព្រានដែនហើយនិយាយប្រាប់ទៅព្រានដែនថាវាចាប់ផ្ដើមហើយព្រានដែនសួរទៅវិញថាអ្វីទៅចាប់ផ្ដើមព្រានថេនបានឆ្លើយថាវិញ្ញាណស្រមោលទាំងនេះវាមិនវាយប្រហារដោយផ្ទាល់នោះទេវានឹងធ្វើឲ្យពួកយើងឈួតរង្វេងនៅខ្លួនឯងវាចូលចិត្តសម្លេងក្មេងសើចសម្លេងក្មេងយំធ្វើឲ្យយើងមានអារម្មណ៍ថាភិតភ័យពេលនោះលោកសំរិទ្ធគាត់ក៏បានដើរចេញពីតង់មកតាមក្រោយដែរហើយលោកសំរិទ្ធក៏បានសួរថាតើយើងត្រូវផ្លាស់ប្ដូរជំរំថ្មីទេព្រានថេននៅត្រឹងគិតហើយឆ្លើយថាមិនបានទេបើយើងផ្លាស់ឥឡូវនេះយើងនឹងត្រូវចាប់ចូលទៅក្នុងដែនហាមឃាត់របស់វាជាក់ជាមិនខានហើយវានឹងមានគ្រោះថ្នាក់ជាងនេះទៅទៀតគាត់បានយកផេះពីក្នុងភ្នក់ភ្លើងរោយជុំវិញជំរុំដែលពួកគាត់កំពុងស្នាក់នៅជារង្វង់ហើយដាក់ព្រះអង្គខ្មៅនៅទិសខាងលិចយប់នេះអ្នកទាំងអស់គ្នាត្រូវនៅក្នុងរង្វង់ផេះនេះហើយហាមចាក់ចេញពីរង្វង់ផេះនេះឲ្យសោះមិនថាឮសំឡេងឬឃើញអ្វីក៏ដោយកុំឆ្លើយហើយក៏កុំនិយាយជាមួយវាឡើយព្រានថេននិយាយដោយប្រើសំឡេងដ៏រឹងមាំនិងម៉ឺងម៉ាត់ពេលវេលាដើរយឺតសំឡេងព្រៃនៅវេលាយប់ប្រែជាសំឡេងខ្សឹបខ្សឹបដូចជាសំឡេងក្មេងនិងសំឡេងមនុស្សស្រីយំពេលខ្លះឮច្បាស់ដូចជានៅក្បែរនឹងត្រចៀកអញ្ចឹងព្រានដែនហូរញើសពេញខ្លួនទោះនៅក្នុងរង្វង់ផេះក៏ដោយភ្នែករបស់គាត់មិនអាចទប់ថាមិនមើលទៅខាងក្រៅរង្វង់បានទេគាត់ឃើញស្រមោលខ្មៅរាងដូចជាមនុស្សស្រីសក់វែងឈរក្បែរដើមឈើធំមួយបែរមុខមករកគាត់ហើយលើកដៃឡើងហាក់ដូចជាកំពុងសុំជំនួយភ្លាមនោះព្រានថេនស្រែកទៅថាកុំមើលវាឲ្យសោះវានឹងដឹងថាយើងខ្លាចវាជាក់ជាមិនខានឡើយស្រាប់តែព្រានដែនងាកមុខមកវិញប៉ុន្តែសំឡេងនោះកាន់តែលឺខ្លាំងឡើងជួយខ្ញុំផងខ្ញុំមកវិញផ្លូវហើយសំឡេងស្រែកដង្ហែហៅឲ្យជួយគួរឲ្យអាណិតខ្លាំងណាស់ធ្វើឲ្យព្រានដែនគាត់ហូរទឹកភ្នែកដោយមិនដឹងខ្លួនព្រានថេនដាក់ដៃយ៉ាងជាប់ទៅលើស្មារបស់ព្រានដែនហើយនិយាយថានោះមិនមែនជាសំឡេងមនុស្សនោះទេនោះគឺជាសំឡេងរបស់អសូរកាយប្រែរូបនោះទេសម្ដៅវានឹងបញ្ឆោតឲ្យយើងចាក់ចេញពីរង្វង់ផេះយន់នេះជាក់ជាមិនខានស្រាប់តែរំពេចនោះសំឡេងដែលស្រែកទ្រហោយំសុំជំនួយនោះស្រាប់តែប្រែជាសំឡេងសើចស្រួយសំឡេងដូចជាកំពុងក្រញិចដីខ្លាំងជុំវិញរង្វង់ផេះយន់នេះសំឡេងកាន់តែខ្លាំងឡើងហាបន្ទាប់មកក៏ស្ងាត់ទៅវិញភ្លាមគ្មានសូរស័ព្ទអ្វីទាល់តែសោះលុះព្រឹកឡើងពន្លឺព្រះអាទិត្យក៏ចាំងជះមកលើស្លឹកឈើនិងសំឡេងធម្មជាតិក៏ចាប់ផ្ដើមលាន់ឮជាសំឡេងបាសាបាសីចែកចាយឡើងវិញពេញព្រៃពេលនោះព្រានថេនដោយនិយាយបណ្ដើរៀបចំសម្ភារៈបណ្ដើហើយនិយាយថាវាគ្រាន់តែសម្រាកបន្តិចពេលព្រះអាទិត្យរះតែប៉ុណ្ណោះតែដល់ពេលយប់នេះវានឹងត្រឡប់មកខ្លាំងជាងមុនទៅទៀតព្រានដែនសួរទៅលោកគ្រូថាយើងនឹងដើរទៅណាទៀតលោកគ្រូព្រានថេនក៏ឆ្លើយវិញថាយើងនឹងឆ្ពោះទៅកាន់ភ្នំមេម៉ាយដែលជាផ្លូវចូលទៅកាន់ទីក្រុងអាកំបាំងនោះដែលជាតិសាសន៍ដើមបានប្រើវាតាំងតែពីអតីតកាលលោកសំរិទ្ធបានសួរដោយភ័យខ្លាចថាតើយើងនឹងជួបអ្វីទៀតទៅនៅទីនោះព្
ព្រានថេនក៏ងាកមកសម្លឹងមើលមុខលោកសំរិទ្ធឡើងជាប់ហើយនិយាយថាសម័យអតីតកាលនិងការពិតដែលគ្មាននរណាម្នាក់នៅខាងក្រៅធ្លាប់ដឹងនោះឡើយនៅពេលព្រះអាទិត្យរះល្មមគួរសមហើយព្រានថេននាំអ្នកទាំងពីរដើរចេញពីហុំខ្យល់នេះឆ្ពោះទៅរកជ្រលងភ្នំមេម៉ាយដែលនៅខាងទិសភាយប់ផ្លូវនេះគ្មាននៅលើផែនទីនោះឡើយហើយគ្មានស្នាមដានជើងមនុស្សគ្មានសំឡេងសត្វយំគឺមានតែខ្យល់ស្ងាត់ស្ងាត់និងស្រមោលដើមឈើខ្ពស់ខ្ពស់ត្រឈឹងត្រឈៃដូចជាព្រៃនេះមិនចង់ឲ្យមាននរណាម្នាក់ចូលមកអញ្ចឹងលោកសំរិទ្ធសួរដោយចាប់អារម្មណ៍ថាហេតុអ្វីបានជាគេហៅថាភ្នំមេម៉ាយអញ្ចឹងព្រានថេនឆ្លើយទៅវិញថាតាមទំនៀមទម្លាប់ជាតិសាសបុរាណតំបន់នេះធ្លាប់ជាកន្លែងដែលស្ត្រីមេម៉ាយត្រូវរស់នៅដោយឯកោក្រោយពីស្វាមីរបស់ពួកគេម្នាក់ស្លាប់នៅក្នុងការបរបាញ់ឬសង្គ្រាមអីជាដើមវាជាដែនដីនៃសេចក្តីទុក្ខនិងការបាក់បែកដាច់ចេញពីគ្នាគេជឿថាវិញ្ញាណស្រីមេម៉ាយទាំងនោះនៅតែអន្ទូលនៅទីនេះជារៀងរហូតព្រានដែនមើលមុខព្រានថេនដោយមិនសូវជឿទល់តែសោះហើយសួរថាយើងត្រូវតែឆ្លងកាត់កន្លែងបែបនេះមែនទេលោកគ្រូព្រានថេនងក់ក្បាលគ្មានផ្លូវផ្សេងទេវាជាកូនសោចុងក្រោយដែលនឹងនាំពួកយើងចូលទៅក្នុងបេះដូងនៃជ្រលងភ្នំអាកំបាំងមួយនោះក្រោយពីដើរកាត់ព្រៃភ្នំក្រាស់និងឆ្លងស្ទឹងតូចអស់ជាង3ម៉ោងពួកគេក៏មកប្រឈមមុខនឹងច្រាំងថ្មខ្ពស់ស្រួចដែលមានរូងដូចជាទ្វារធម្មជាតិអញ្ចឹងឬឈើវ័នព័ទ្ធជុំវិញភ្នំមានស្លឹកឈើពណ៌បៃតងគ្របដណ្ដប់ទៅលើផ្ទៃថ្មបង្កើតជាអាកាសធាតុត្រជាក់ខុសពីធម្មតាខ្យល់បក់ពីជ្រលងភ្នំនេះមកមានភីក្លិនឈាមឡើងពេញច្រមុះពួកគេព្រានថេនឈរនៅមុខរូងភ្នំហើយនិយាយថានេះហើយជារូងភ្នំមេម៉ាយដែលពួកយើងកំពុងតាមរកនោះហើយភ្លាមនោះស្រាប់តែមានខ្យល់បក់មកប្រាវដោយគ្មានហេតុផលតតែសោះដើមឈើក៏អោនលំទោនរេរាស្លឹកឈើងាករំពើបតាមខ្យល់លាយឡំដោយសំឡេងស្រីយំព្រានដែនដើរថយក្រោយដោយមិនដឹងខ្លួនឯលោកសំរិទ្ធបានបើកឧបករណ៍ថតសំឡេងភ្លាមលោកសំរិទ្ធសួរដោយសំឡេងញ័រថាតើយើងត្រូវចូលទៅមែនទេព្រានថេនចាប់ដៃអ្នកទាំងពីរហើយនិយាយថាយើងត្រូវតែដើរទៅមុខមិនត្រូវឈប់ឡើយហើយក៏មិនត្រូវងាកក្រោយដែរយើងមិនយកអ្វីចេញពីដៃណាដែលលោកចេញពីជញ្ជាំងនោះទេព្រានដែនសួរដោយភ្ញាក់ផ្អើលថាមានន័យថាយ៉ាងណាទៅលោកគ្រូព្រានថេនបញ្យល់ថាមិនថាជាអាហារគ្រឿងអលង្ការឬសូម្បីតែដៃដែលហាក់ដូចជាសុំជំនួយអ្វីក៏ដោយកុំប៉ះវាចដាច់ខាតបើអ្នកយកនោះមានន័យថាអ្នកយល់ព្រមនៅជាមួយវាហើយអ្នកទាំង3នាក់ចាប់ផ្ដើមដើរចូលទៅក្នុងរូងដងងងឹតមួយនោះក្លិនស្អុយនិងក្លិនឈាមឆ្អាបកាន់តែខ្លាំងឡើងជញ្ជាំងសើមមានស្លឹកឈើពណ៌បៃតងជាប់ជានិច្ចហើយមានឆ្អឹងតូចជ្រុះនៅលើថ្មសំឡេងខ្យល់នៅខាងក្នុងប្រែជាសំឡេងខ្សឹបដែលមិនច្បាស់ថាដូចជានរណាម្នាក់កំពុងតែនិយាយនៅក្នុងខួរក្បាលពួកគេអញ្ចឹងអ្នកត្រូវតែនៅជាមួយពួកយើងព្រានដែនស្លេកស្លាំងប៉ុន្តែនៅតែដើរតាមព្រានថេនជាប់ជានិច្ចភ្លាមនោះដៃតូចមួយលូកចេញពីជញ្ជាំងព្រមទាំងជាមួយនឹងសំឡេងស្រីដ៏គួរឲ្យស្រឡាញ់លាន់លឺឡើងថានេះណែនំប៉័ងបាយម្ហូបអ្នកនឹងបានឆ្ងាញ់ចាក់ជាមិនខានទេព្រានដែនឈរគាំងអស់មួយស្របោះស្រាប់តែព្រានថេនស្រែកថៅដើរតទៀតកុំឈប់ឲ្យសោះព្រានដែនភ្ញាក់ផ្អើលបត់ខ្លួនគេចពីដៃនោះភ្លាមហើយប្រញាប់ដើរទៅមុខទៀតដៃនោះក៏រួញថយក្រោយដោយសំឡេងសើចតិចពេលមកដល់ចុងរូងភ្នំក៏មានពន្លឺថ្ងៃបានភ្លឺមកដល់ហើយពួកគេបានចេញមកដោយភាពនឿយហត់និងបែកញើសជូកខ្លួនទោះបីខ្យល់ខាងក្រៅត្រជាក់យ៉ាងណាក៏ដោយពួកគេបានមកដល់ជ្រលងភ្នំមួយនេះដែលខុសគ្នាទាំងស្រុងពីជ្រលងភ្នំមុនដើមឈើខ្ពស់ស្រួចស្លឹកឈើពណ៌បៃតងដែលប្រកាសក្រោមពន្លឺព្រះអាទិត្យក្លិនអាកាសធាតុប្រហើរត្រជាក់ចម្លែកសំឡេងសត្វស្លាបដែលមិនធ្លាប់ឮពីមុនមកក៏លាន់ឮដូចជាភ្លេងព្រៃដែលមិនមែន
ជាភ្លេងរបស់លោកកៃនោះទេចំណែកលោកសម្ដេចវិញស្ទើរតែសន្លប់ទៅហើយនិយាយថានេះមែនរូងភ្នំមេម៉ាយនោះព្រានថេនមើលជុំវិញយើងបានចូលមកដល់ដែនដីអាកំបាំងហើយសំឡេងខ្សឹបមកតាមខ្យល់ធ្វើឲ្យអ្នកទាំង3ឈរថ្មឹងដូចជាគេចងឲ្យនៅនឹងថ្កល់អញ្ចឹងព្រានដែនឮសំឡេងស្ត្រីចាស់ដើរកោងខ្នងនិយាយថាអ្នកមកយឺតពេកហើយទីក្រុងនេះមិនទទួលភ្ញៀវខាងក្រៅទៀតនោះទេព្រានថេនរើសដុំថ្ម3ដុំពីដីហើយផ្លុំទៅលើដៃដោយសូត្រមន្តអាគមគាថាជាភាសាបុរាណភ្លាមនោះស្រាប់តែមានខ្យល់ក្តៅខ្លាំងបក់មកដូចជាមានអានុភាពអាកំបាំងខ្លាំងណាស់ស្រាប់តែសម្លេងស្ត្រីចាស់នោះក៏ឈប់ភ្លាមព្រានដែនសួរនោះជាអ្វីវិញ្ញាណមេម៉ាយមែនទេលោកគ្រូព្រានថេនឆ្លើយមិនមែនជាវិញ្ញាណធម្មតាទេវាជាវិញ្ញាណអ្នកយាមទ្វាររបស់ដែនដីអាកំបាំងនេះមិនមែនគ្រប់គ្នាអាចឆ្លងកាត់បាននោះទេពួកគេក៏បន្តដើរកាត់ព្រៃឈើដែលមានដើមឈើដុះមីដេដាទឹកស្ទឹងហូរឡើងលើនិងដើមឈើដែលអាចផ្លាស់ប្ដូរទីដោយខ្លួនឯងពួកគេក៏បានមកដល់វាលរៀបមួយកន្លែងដែលមានដើមឈើធំមួយឈរនៅកណ្ដាលនៅគល់ដើមឈើនោះមានសិលាថ្មបុរាណដែលសាងជារាងសត្វនាគរាជលោកសម្ដេចសួរថានេះគឺជាអ្វីដែលខ្ញុំធ្លាប់អាននៅក្នុងរឿងព្រេងនិទានរបស់ជនជាតិដើមសិលានាគរាជពាន់ឆ្នាំដែលជាច្រកឆ្លងកាត់រវាងលោកីយ៍នៃមនុស្សនិងដែនដីអាកំបាំងព្រានថេនដាក់ដៃលើថ្មនិយាយសច្ចាប្រណិធានបន្ទាប់មកដុតទៀនមួយដើមពន្លឺទៀនភ្លឺពេញសាលាថ្មហើយជញ្ជាំងថ្មក៏ចាប់ផ្ដើមភ្លឺរះជារូបសត្វព្រៃក្របីសជ្រូកប្រាក់និងពស់មាសសំឡេងភ្លេងបុរាណក៏លាន់ឮឡើងភ្លាមនោះដីក្រោមសាលាថ្មនោះក៏បើកចេញបង្ហាញឲ្យឃើញពីជណ្ដើរថ្មវិលចុះទៅក្រោមដីព្រានដែនសង្ស័យក៏សួរថាតើយើងត្រូវចុះទៅក្រោមមែនទេលោកគ្រូព្រានថេនឆ្លើយបើចង់ដឹងការពិតយើងត្រូវតែចុះទៅតាមកម្មចណ្ដើរមានសភាពត្រជាក់សើមផ្ទៃថ្មមានអក្សរចរិតរឿងអ្នកដែលធ្លាប់បានមកដល់ទីនេះហើយមិនមានអ្នកណាម្នាក់បានត្រឡប់ទៅវិញនោះឡើយនៅក្នុងរូងប្រហោងធំនោះមានវិហារថ្មមួយដែលលើវិហារនោះមានក្បាលក្របីពណ៌សដែលមានខ្សែមាសព័ទ្ធជុំវិញព្រានថេនលុតជង្គង់គោរពហើយនិយាយថានេះជាសញ្ញារបស់អ្នកថែរក្សាដែនដីអាកំបាំងហើយវាមិនមែនជាសត្វធម្មតាទេវាជាព្រលឹងនៃព្រៃអាថ័ន្តនេះក្បាលក្របីសចាប់ដើមមានពន្លឺភ្នែកវាបើកឡើងហើយមើលចុះមកពួកគេទាំង3នាក់ព្រានដែនញាប់ញ័រស្ដេចក្របីនោះក៏សួរថាពួកឯងមកទីនេះបានដោយសារអ្នកណាពេលនោះព្រានថេនក៏ឆ្លើយតបទៅវិញពួកយើងទាំង3នាក់នេះមកទីនេះដោយសារតែចង់ដឹងឲ្យកាន់តែច្បាស់ថាតើវាពិតជាមានដែនដីអាថ័ន្តពិតមែនដែរឬក៏អត់ព្រោះធ្លាប់តែឮគេដំណាលមកតគ្នាថាដែនដីអាថ័ន្តនេះគឺពិតជាមានពិតមែនតែខ្ញុំមិនជឿនោះទេពេលនោះស្ដេចក្របីនោះក៏បានសួរបន្តទៀតថាចុះពេលនេះពួកអ្នកទាំង3ជឿហើយឬនៅហើយដែនដីរបស់យើងនេះក៏មិនចង់ឲ្យមាននរណាម្នាក់បានស្គាល់នោះដែរព្រោះពួកយើងចង់រស់នៅទីនេះដោយស្ងប់សុខតែប៉ុណ្ណោះមិនចង់មានការពាក់ព័ន្ធអ្វីទៅនឹងមនុស្សលោកីយ៍អីនោះដែរពេលនេះពួកឯងទាំង3នាក់មានជំរឿសតែ2គត់ទី1គឺត្រូវរស់នៅទីនេះជារៀងរហូតដល់កំណត់ថាយើងឲ្យពួកឯងចាក់ចេញបានទើបពួកឯងអាចចាក់ចេញទៅវិញបានទី2គឺត្រូវស្លាប់ចោលឆ្អឹងនៅទីនេះហើយចាប់តាំងពីពេលនោះមកគឺគ្មាននរណាម្នាក់ដឹងថាពួកគេទាំង3នាក់នឹងត្រឡប់មកដែនដីមនុស្សយើងវិញពេលណានោះទេ